ជីភេរ៉ាក្លាយឌីងលើកទី1ក្នុងជីវិតតែម្ដងនាងខ្ញុំពិតជាក្លាហានមែនតើហ្មងដែលហ៊ានសម្រេចចិត្តជីតែបើយើងទៅប្រទេសឥណ្ឌូនេស៊ីបើសិនបើយើងអត់សាកល្បងនៅកីឡាថ្មីប្លែកទេគឺយើងស្ដាយក្រោយមែនតើពីព្រោះមានកីឡាច្រើនមែនតើហ្មងសម្រាប់អ្នកដែលគាត់ចូលចិត្តហ្នឹងគឺពិតជាស្រស់ស្អាតហើយទៅមិនខកបំណងហើយនេះគឺជាថ្ងៃទី8របស់នាងខ្ញុំហើយក៏ជាយប់ចុងក្រោយដែលនាងខ្ញុំនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែរពីព្រោះស្អែកយើងត្រូវ fly back ទៅប្រទេសកម្ពុជាវិញហើយអញ្ចឹងនៅក្នុងថ្ងៃនេះដែរសកម្មភាពរបស់យើងគឺយើងនៅលើកោះ Diamond Island ចាអញ្ចឹងគឺអ្នកទាំងអស់គ្នាឃើញហើយគឺនៅលើសមុទ្រហ្នឹងគឺមានផ្ទាំងថ្មដែលដូចគ្រាប់ពេជ្រអញ្ចឹងណាបងប្អូនប៉ុន្តែវាក្តៅខ្លាំងហ្មងនេះម៉ោង9ម៉ោង10អីប៉ុន្តែមានអារម្មណ៍ថាវាក្តៅហ្មងខ្លោចស្បែកយើងបងប្អូនហ្នឹងហើយអញ្ចឹងពួកខ្ញុំទៅថតតែមួយផ្លែតទេគឺទ្រាំជាមួយកម្ដៅថ្ងៃអត់បានអញ្ចឹងហើយនាងខ្ញុំក៏ដើរមកហាងកាហ្វេដើម្បីញ៉ាំជាមួយនឹងmatchaអញ្ចឹងណាបងប្អូនហ្នឹងហើយពេលញ៉ាំអីហើយថតរូបតិចតួចពួកយើងក៏ដើរត្រឡប់មកវិញដើម្បីទៅមកកន្លែងទៀតហើយកន្លែងនេះគឺជារបៀបកោះគេដែរអញ្ចឹងណាបងប្អូនគឺយើងចុះទៅខាងក្រោមហ្នឹងដើម្បីទៅថតជាមួយនឹងគេផ្ទះលើដើមឈើប៉ុន្តែដោយសារផ្ទះលើដើមឈើហ្នឹងមនុស្សច្រើនពេកយើងក៏អត់បានថតទេអញ្ចឹងក៏យើងធ្វើដំណើរចេញមកញ៉ាំអាហារថ្ងៃត្រង់ចានៅពេលដែលយើងញ៉ាំបាយហើយគឺយើងឡើងពីកោះហ្នឹងមកបាលីវិញអញ្ចឹងណាបងប្អូនហ្នឹងហើយដោយសារតែយើងគេងនៅលើកោះហ្នឹង2យប់អញ្ចឹងថ្ងៃហ្នឹងគឺយើងត្រឡប់មកវិញហើយយើងត្រូវជីអូប័រត្រឡប់មកវិញប៉ុន្តែដោយសារតែយើងចង់សាកល្បងជាមួយនឹងការជិះparagliding ហ្នឹងហើយជាកីឡារបៀបជិះឆាតយោងអញ្ចឹងណាបងប្អូនហ្នឹងហើយយើងខ្ញុំពិតជាមានការក្លាហានជាខ្លាំងដើម្បីចង់សាកល្បងនៅអ្វីដែលថ្មីចាមុនដំបូងនាងខ្ញុំអត់ចង់ជិះទេដោយសារតែថ្ងៃហ្នឹងអត់ស្រួលខ្លួនអញ្ចឹងហើយគិតថាសម្រាប់ចិត្តអត់ជិះហើយក៏អត់មានផ្លាកកៅអៅដែរប៉ុន្តែដល់ពេលដែលទៅដល់ឃើញទស្សនីយភាពគឺมันអាចអត់ជិះបានឡើយពួកយើងមិនចេះតែមានឱកាសបានទៅដល់កន្លែងហ្នឹងទេអញ្ចឹងហើយពួកខ្ញុំទៅនេះចង់ខកម៉ោងគេផងព្រោះគេមិនចេះតែហោះទេគេត្រូវការមើលឧតុនិយមអាកាសធាតុនិងកម្លាំងខ្យល់អីផ្សេងអញ្ចឹងណាហើយនៅពេលដែលយើងជិះទៅគឺវាហោះដូចជាចន្លោះ40ទៅ50-60ម៉ែត្រអីអញ្ចឹងណាបងប្អូនហ្នឹងហើយយើងអាចមើលឃើញទេសភាពនៅតាមដងសមុទ្រក៏ដូចជាព្រៃព្រឹក្សាផ្ទាំងថ្មអីអញ្ចឹងទៅហើយក៏ហោះនៅលើដំបូលផ្ទះគេអញ្ចឹងណាហើយផ្ទះគេមានប្រពៃពិធីរៀបអាពាហ៍ពិពាហ៍ជួបលៀងមានគេហែទឹកគេរបៀបគេផាតធីផ្សេងៗគឺយើងមើលឃើញទាំងអស់ហ្មងហើយពិតជាស្រស់ស្អាតមែនតើនៅមួយជួរហ្នឹងគឺគេភាគច្រើនគឺគេជិះអាហ្នឹងទាំងអស់គ្នាអញ្ចឹងណាបងប្អូនហើយយើងជិះក្នុងរយៈពេល15នាទីហើយគេមាន GoPro ដើម្បីថតឲ្យយើងហើយគេ copy ជា memory ឲ្យយើងអញ្ចឹងវា include ជាមួយនឹងតម្លៃ guide ដែលអានេះគេហៅថា pilot ដែលគេគាត់ទៅមួយយើងអញ្ចឹងណាបងប្អូនហើយគេ copy ឲ្យយើងហើយចាអញ្ចឹងនាងខ្ញុំក៏ជិះបាន15នាទីក៏ចុះមកវិញអញ្ចឹងណាហើយពេលដែលយើងចុះមកវិញគឺយើងត្រឡប់មកស្ថានភាពយើងវិញយើងគេងនៅស្ថានភាពនៅបាលីហ្នឹងយើងគេងក្នុងក្រុងអញ្ចឹងណាបងប្អូនហ្នឹងហើយក៏ឆ្លៀតចូលដើម្បី shopping តិចតួចទិញអីវ៉ាន់ផ្ញើគ្រួសារអញ្ចឹងណាហ្នឹងហើយវីដេអូមានតែប៉ុណ្្នឹង